សួស្តីអ្នកទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្យល់ទាក់ទិនជាមួយទៅនឹងកន្លែង adjustment layer អឺទៅទាំងអស់ហើយជាមួយទៅនឹងបាទក្នុង mature adjustment layer មានទាំង effect បាទមានទាំង layer mask អីហ្នឹងអាហ្នឹងគឺយើងនៅវីដេអូក្រោយៗទៀតអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាទាក់ទិនជាមួយទៅនឹង adjustment layer ត្រង់ចំណុចកន្លែង adjustment layer ហ្នឹងចាប់ពី solid color រហូតមកដល់ក្រោមហ្នឹងតើវាដំណើរការដូចម៉េចហើយយើងធ្វើការវាទៅលើនឹងដូចម្តេចខ្លះអញ្ចឹងខ្ញុំអត់ចង់ឲ្យ take time ទៅច្រើនខ្ញុំចូលមកជាមួយទៅនឹងបាទPhotoshop មកតែម្ដងអូខេឥឡូវនេះគឺខ្ញុំបានបើកជាមួយនឹងPhotoshop ហើយខ្ញុំនឹងចូលមកជាមួយទៅនឹង new file តើតិនជាមួយទៅនឹង new document នេះគឺខ្ញុំបានបញ្យល់អ្នកនរគ្នារួចហើយទៅជាមួយនឹង preset detail រហូតមកដល់ក្រោមទាំងអស់ហ្នឹងហើយយើងចាំចំណាំទៅបែបហ្នឹងទៅបាទកន្លែងហ្នឹងអញ្ចឹងតើទៅកន្លែងនេះខ្ញុំនឹងនិយាយអំពីបាទដាក់ជាមួយទៅនឹង adjustment layer បាទហើយខ្ញុំ enter តមកដូចខ្ញុំបានប្រាប់អ្នកនរគ្នាអញ្ចឹងមុនហ្នឹងគឺតេតិនមួយនឹងវីដេអូនេះគឺខ្ញុំនឹងបញ្យល់អ្នកនរគ្នាត្រង់ចំណុចកន្លែង attachment layer ហ្នឹងចាប់ពីsolid color រហូតមកដល់ selective color តោះនេះបាទអញ្ចឹងតើ option របស់វាទាំងអស់ហ្នឹងណា option របស់វាទាំងអស់ហ្នឹងវាដំណើរការទៅធ្វើម៉េចជាមួយទៅនឹងទាំងអស់ហ្នឹងបាទផ្សេងៗចាប់ពីលើហ្នឹងមកតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបញ្យល់អ្នកគ្នា quick fix recap ចំណុចសំខាន់ៗរបស់វាប្រហែលជា10នាទីជាងដូចគ្នាដែរកាលពីវីដេអូមុនខ្ញុំចូលមកជាមួយនឹង solid color ពាក្យថា solid color គឺជា color ប្រើបានតែមួយពណ៌ហើយទៅទៅមួយនឹងកន្លែង option កន្លែងនេះក៏ដូចគ្នាដែរទាំង current color ហើយនិង new color គឺពណ៌ខ្មៅអញ្ចឹងបើសិនជាខ្ញុំ off ជាមួយទៅនឹង pixels របស់វានេះយកមកកន្លែងមួយនេះឃើញទេវាចេញមកពណ៌ក្រហមយើង new ពណ៌ក្រហមតមក setting របស់វាទៅមួយនឹងកន្លែង off មួយនេះដូចគ្នាដែរជាមួយទៅនឹង color setting ហ្នឹងគឺខ្ញុំ off វាមកគឺវាប្រែប្រួលទៅតាមហ្នឹងអញ្ចឹង setting របស់វានេះគឺមាន2ណាវាមានជាមួយនឹង color picker មួយជាមួយទៅនឹងបាទកន្លែងត្រង់ off នេះមួយទៀតណាកន្លែងហ្នឹងអញ្ចឹងនៅពេលអ្នកគ្នាផ្លាស់ប្ដូរពណ៌នីមួយៗគឺពណ៌របស់យើងទាំង RGB ហើយនិង CMYK គឺវាផ្លាស់ប្ដូរទៅតាមដូចគ្នាដែរតោះណាបាទអញ្ចឹងតើទៅមួយកន្លែងហ្នឹងគឺអ្នកគ្នាត្រូវយល់ដែរជាមួយនឹង solid color ឧទាហរណ៍បើសិនជាខ្ញុំត្រូវការពណ៌ខ្មៅបាទខ្ញុំវាយ0តែ3ដងក៏បាន5ដងទៅបាទត្រូវពណ៌ដែរពណ៌ខ្មៅអញ្ចឹងតើទៅមួយនឹង adjustment layer គឺជា layer មួយដែលយើងអាច adjust យើងអាចកែប្រែវាបានទៅតាមក្រោយខុសអំពីនៅក្នុងការបង្កើត layer របស់អ្នកនរគ្នា Control Shift N ឬមួយក៏អ្នកនរគ្នាបង្កើត layer ថ្មីអ្នកគ្នាចូលទៅជាមួយទៅនឹង layer កន្លែង selection menu ហ្នឹងបាទ menu របស់វាខាងលើហ្នឹងក៏វាខុសគ្នាដែរណាកន្លែងហ្នឹងអញ្ចឹងខ្ញុំចុច OK បើសិនខ្ញុំត្រូវការចាក់ពណ៌វាជាមួយនឹង solid color ក្តីបាទជាមួយទៅនឹងចាត់ទិនជាមួយទៅនឹង gradient color ក្តីគឺខ្ញុំត្រូវប្រើប្រាស់ tool មួយដែលមានឈ្មោះថា Paint Bucket Tool គឺ tool មួយនេះណាបាទឃើញទេបាទ tool មួយហ្នឹងអញ្ចឹងនៅក្នុង Paint Bucket Tool គឺវាមាន tool មួយទៀតគឺឈ្មោះថា Gradient Tool បាទអញ្ចឹងGradient Tool ឡើយនេះគឺខ្ញុំនឹងបញ្យល់បើសិនជាខ្ញុំចុចចូលទៅលើនឹងវាមួយប៉ពពាក្យថា Gradient គឺវាមាន2ពណ៌ចាប់ពី2ពណ៌ឡើងទៅគេហៅថា Gradient Color ចឹងនេះខ្ញុំចាប់ដើមអស់វាមកពីឆ្វេងមកស្ដាំគឺវាបណ្ដេញពណ៌ណាមុនពីលើចុះក្រោមគឺចេញអញ្ចឹងអញ្ចឹងបើអ្នកគ្នាចាក់ឃើញទេ layer នៅពេលអ្នកគ្នាបង្កើត layer មកហើយអ្នកគ្នាចាក់វាគឺវាអត់មានអីចេញអីជាដុំកំពួនឲ្យអ្នកគ្នាទេអ្នកគ្នាត្រូវការកែប្រែទៀតគឺវាអត់កើតដែរណានៅកែប្រែដល់ពេលក្រោយទៀតក៏វាអត់កើតដែរអញ្ចឹងលុះត្រាតែអ្នកនរគ្នាត្រូវការធ្វើវាថ្មីម្ដងទៀតបង្កើត layer ថ្មីម្ដងទៀតតើទៅមួយនឹងកន្លែងហ្នឹងដូចគ្នាដែរតោះណាបាទអញ្ចឹងនៅក្នុងការចាក់ background ហើយទៅមួយនឹង option ខាងលើនេះក៏ដូចគ្នាដែរគឺខ្ញុំបានបញ្យល់អ្នកនរគ្នារួចហើយតើទៅមួយទៅនឹង gradient style របស់វាមានទាំង picker បាទសំទោសកន្លែង color picker របស់វាក៏វាមានដូចគ្នាដែរជាមួយកន្លែងហ្នឹងហើយនេះវាមានទៅតាម type របស់វាបាទវាមានទាំងជាមួយទៅនឹង linear barredols diamond បាទវាមានជាមួយទៅនឹង option ផ្សេងទៀតឬ reflected ឬមួយក៏ជាមួយទៅនឹង diamond ហ្នឹងបាទ red doll អីហ្នឹងគឺវាមាននៅក្នុងដែលខ្ញុំបានបង្ហាញអ្នកនរគ្នាដែរបាទអញ្ចឹងខ្ញុំមក recommend ឲ្យអ្នកនរគ្នាប្រើប្រាស់ជាមួយនឹង tool មួយនេះទេ gradient tool paint bucket tool ហ្នឹងទេបើសិនអ្នកនរគ្នាត្រូវការចាក់ background គឺខ្ញុំ recommend ឲ្យអ្នកនរគ្នាចូលមកផ្នែកខាងក្រោមបាទនៅបើសម្រាប់អ្នកប្រើ Mac គឺកន្លែងហ្នឹងដូចគ្នាដែរហើយសម្រាប់អ្នកប្រើ Windows
ក៏កន្លែងនឹងដូចគ្នាដែរណាបាទអញ្ចឹងអត់មាន shortcut ទេមាន shortcut តែខ្ញុំតែប្រើទេបើអ្នកគ្នាចង់ប្រើក៏ប្រើទៅដូចគ្នាដែរបាទអញ្ចឹងខ្ញុំចូលមកជាមួយនឹង adjustment layer ខ្ញុំចូលមកជាមួយទៅនឹង solid color អញ្ចឹងពាក្យថា solid color គឺ color មួយពណ៌បាទ select មើលមកណាកន្លែងហ្នឹងអញ្ចឹងអូខេតមកទៀតខ្ញុំចូលមកជាមួយនឹង gradient color បាទគឺ color ចាប់ពី2ពណ៌ឡើងទៅអ្នកគ្នាមើលមកទៅមួយកន្លែងហ្នឹងអញ្ចឹងនេះ setting របស់វាគឺជាមួយនឹង gradient fill ហើយជាមួយនឹង style របស់វាគឺ linear គឺខ្ញុំអត់ទេខ្ញុំយក radial ទៅមួយនឹង radial នេះឃើញហើយអ្នកគ្នាពណ៌ main របស់វាគឺវាពណ៌ខ្មៅហើយបានពណ៌ខ្មៅបាទដូចខ្ញុំនិយាយអញ្ចឹងរាល់តែអ្វីដែលយើងប្រើតាក់ទិនជាមួយទៅនឹងបាទកន្លែងនេះនេះឃើញណាបាទដែលអ្វីដែលយើងប្រើតាក់ទិនជាមួយនឹង color គឺវានឹងចាប់ automatically ជាមួយទៅនឹង foreground អញ្ចឹង foreground របស់យើងអីគេគឺអីគេនេះពណ៌អីគេពណ៌ខ្មៅបាទហើយចុះខាងក្រោយរបស់យើងពណ៌អីគេនេះមើលមកបាទគឺពណ៌សអញ្ចឹងពណ៌សរបស់យើងគឺដើរតួជា background អញ្ចឹងខ្ញុំចូលមកជាមួយទៅនឹងបាទកន្លែង drop របស់វាមួយមកបាទ drop down menu របស់វាហ្នឹងគេហៅថា drop down ហ្នឹងលាក់ចុះមកពុបគឺវាចេញជាមួយនឹង color របស់វាមកតែម្ដងអញ្ចឹងអានេះជា preset color របស់វាមាននៅក្នុងហ្នឹងអ្នកគ្នាអាច add បានទៀតដូចគ្នាពេលអ្នកគ្នាឆ្លាញ់ពណ៌ណាហើយអ្នកគ្នា create new preset មកបានដូចគ្នាតោះណាបាទកន្លែងហ្នឹងអញ្ចឹងខ្ញុំមកត្រូវការ add ទេឧទាហរណ៍ខ្ញុំត្រូវការប្រើប្រាស់ថ្មីហើយខ្ញុំត្រូវការកែប្រែអញ្ចឹងអ្នកគ្នាគ្រាន់តែ click ទៅលើ field របស់វានឹងមកបាទបាក់មកគឺអ្នកគ្នាអាចកែប្រែអាចសិក្សាវាបានទៅលើហ្នឹងអញ្ចឹងនេះcolor វាមានជា preset របស់វាឥឡូវបើសិនខ្ញុំឆ្លាញ់ pink ឬមួយក៏ឆ្លាញ់ blue ខ្ញុំគ្រាន់តែចុចកន្លែង menu របស់វាមកខ្ញុំ drop down វាមកគឺវាចេញមកហើយអញ្ចឹងយកពណ៌នេះប៉ឃើញទេនេះ color គឺវាចេញមកពណ៌ផ្សេងវាបណ្ដេញកន្លែង setting របស់វាចាប់បានហើយកន្លែង color picker របស់វាជាមួយនឹង eye dropper tool នេះឃើញណារូបមួយនេះ icon មួយនេះបាទនៅក្នុងចំណុចហ្នឹងមែនគេនេះបាទក៏ប៉ុន្តែពេលដែលជាមួយទៅនឹង layer បាទជាមួយទៅនឹង gradient style color របស់អ្នកទាំងអស់គ្នាគឺវាយើងយកវាជា option ឈ្មោះថា radar អញ្ចឹង radar ឃើញទេវាចេញភ្លឺចំកណ្ដាលអញ្ចឹងបើសិនជាខ្ញុំយក linear គឺវាបណ្ដេញគ្នាបើសិនជាខ្ញុំយកជា angle គឺវាចេញមកបែបនេះបាទបើសិនជាយក reflected គឺវាចេញមកអញ្ចេះបាទហើយបើយកជា diamond គឺវាចេញមកចេះអញ្ចឹងខ្ញុំយកវាជា radars បាទហើយបន្តមកទៀតបើខ្ញុំចង់បានពណ៌នេះបាទពណ៌ខៀវរៀងដិតនេះហើយពណ៌ផ្ទៃមេឃនេះឲ្យវាប្រច្រាស់គ្នាវិញខ្ញុំគ្រាន់តែចុចចូលមកជាមួយទៅនឹង reverse មកបាទឃើញទេវាប្រច្រាស់មកវិញអញ្ចឹងណាកន្លែងហ្នឹងបាទតមកទៀត angle របស់វាគឺវា90ដឺក្រេវាចាប់ automatically អញ្ចឹងខ្ញុំយកវាត្រឹមតែ10មកវាចាប់មិនបាទអញ្ចឹងវាអត់មានអីទេណាហាក់ប៉ុណ្ណឹងអញ្ចឹងអត់តប្រែប្រួលទេដោយសារអីវាចាប់ចំណុចកណ្ដាលគឺ auto អញ្ចឹងបើសិនខ្ញុំយកវាជា linear គេវាចាប់ប្រឆិតមកណាវាប្រឆិតមកអញ្ចឹងបើសិនខ្ញុំដាក់ដូរតម្លៃលេខ90ដឺក្រេវាចេញមកចេះវិញអញ្ចឹងខ្ញុំដូរយកវាមកជាមួយទៅនឹង radar ហើយចុច OK តោះណាបាទនេះគឺតាក់ទិនជាមួយទៅនឹងgradient tool ចុះបន្តមកទៀតខ្ញុំនឹងបង្ហាញគ្នាយើងតាក់ទិនមួយកន្លែងហ្នឹងទៀតតាក់ទិនមួយនឹង pattern បានន័យថាជាន័យខ្មែរគឺគំរូណាគំរូផ្ទាំងគំរូបាទឬមួយក៏និយាយស្រួលយល់ទៀតទៅ pattern ហ្នឹងវាជារូបភាពដែលយើងតម្រៀបវាឲ្យវាទៅតាមអ្វីដែលយើងចង់បានដូចជាការ៉ូបាទឥតការ៉ូអញ្ចឹងផ្ទះអីផ្សេងៗហ្នឹងអាហ្នឹងឯងក៏គេហៅ pattern ដែរបាទកន្លែងហ្នឹងណាជាគំរូបាទនិយាយពាក្យស្រួលយល់ជាគំរូបាទតមកនេះចំណាំទៅនៅក្នុង Photoshop ពីច្រើនឲ្យតែចេញជាមួយនឹងរូបភាពនេះ icon មួយនេះបាទមកមើលឡើយហ្នឹងសុំទោសសញ្ញាព្រួយបែបហ្នឹងគឺវាតែងតែមាន drop down menu គេហៅថាយើង open pictures របស់វាមកអញ្ចឹងខ្ញុំគ្រាន់តែចុចពលាមកគឺមានវាមានអីគេខ្លះជា option មាន tree មាន grass បាទវាមាន wall ណាគេខ្ញុំចុចដូរវាមកទៅលើហ្នឹងណាកន្លែងហ្នឹងអញ្ចឹងនេះបាទអ្នកគ្នាក៏អាចចុចចូលមកកន្លែងហ្នឹងអ្នកគ្នា new pattern មកបានដូចគ្នាដែរអញ្ចឹងមេរៀនយើងតបានដល់ create new pattern ទេតែកន្លែងនេះគឺខ្ញុំបង្ហាញអ្នកគ្នាហើយណាពីកន្លែងទៅអញ្ចឹងអ្នកគ្នាក៏ចង់កាន់តែច្បាស់បាទអ្នកគ្នាចូលមក search ឡើងនេះមកបាទ what is បាទកន្លែងហ្នឹងមកហើយបាទតមកទៀត pattern in បាទ Photoshop ណាអ្នកនេះដាក់ចេញមកគឺវានឹងប្រាប់យើងហើយណាអូខេទៀតតោះណាបាទចានេះវាជា tip មួយដែលខ្ញុំបង្ហាញគ្នាយើងដើម្បីស្រួលយល់បាទទៅមួយកន្លែងហ្នឹងតមកទៀតគឺខ្ញុំចូលទៅមកកន្លែងហ្នឹងគឺនេះតទៅមួយនឹង brightness បាទបើសិនជាគ្នាយើងធ្លាប់edit រូបក្នុងទូរស័ព្ទនឹងឃើញពាក្យនេះហើយបាទ brightness contrast បាទតែពាក្យ level ហើយនឹង curve
គឺអត់ដែលឃើញទេបាទខ្ញុំដឹងតែអញ្ចឹងភាគច្រើនហើយ exposure ក៏មានដែរអញ្ចឹងទាំងពីរនេះបាទបានថាខាងលើនេះមក block ទៅហើយខាងក្រោមនេះមក block ទៅគឺចូលមក block ជាមួយទៅនឹង lighting គេហៅថា block lighting ណានៅក្នុង Photoshop ហ្នឹងគឺវាតេតិនមួយនឹងការបាទស្រេពន្លឺបាទនៃរូបភាពរបស់យើងតោះណាបាទទាំងអស់ហ្នឹងបាទតមកទៀតគឺvibrance ហើយ hue and saturation color balance black and white គឺតេតិនមួយទៅនឹង color ម្ដងអញ្ចឹងតេតិនមួយនឹង color ខ្ញុំនិយាយក្នុងនេះមួយតេតិនមួយនឹង hue នេះបាទភាសាបច្ចេកទេសវាហៅថា hue វាស្មើនឹង color ដូចគ្នាហើយ saturation ក៏កន្លែងនឹងដូចគ្នាដែរបាទនៅក្នុងការសេរីជាមួយនឹងភាពដិតឬមួយក៏មិនដិតនៃពណ៌របស់ hue ហ្នឹងអញ្ចឹងពេលអ្នកគ្នាចូលទៅ setting ទៅអ្នកគ្នានឹងឃើញហើយតទៅទៀតគឺ color balance គឺយើងធ្វើម៉េចឲ្យ color ហ្នឹងវា accurate គឺវាឲ្យមានភាពត្រឹមត្រូវជាមួយគ្នាណាកន្លែងហ្នឹងអញ្ចឹងខ្ញុំនឹងបង្ហាញគ្នាយើងតែម្ដងហើយខ្ញុំនឹងទៅយករូបភាពណាមួយយកវាមកដាក់បាទអញ្ចឹងខ្ញុំអត់មានអីច្រើនទេខ្ញុំចូលមករូបបាទ mascot យកវាមកជា sample មួយដើម្បីអ្នកគ្នាយល់អំពី tool ណាអូខេខ្ញុំអស់វាមកដាក់ឲ្យឡើងមកបានពី tab ខ្ញុំ control J ក៏ដើម្បី copy layer ឬមួយក៏ command J ខ្ញុំបិទផ្នែកខាងលើខ្ញុំធ្វើការខាងក្រោមអញ្ចឹងខ្ញុំចូលមក adjustment layer ខ្ញុំយកជាមួយទៅនឹង brightness អញ្ចឹងនេះហេតុអីបានជាខ្ញុំតែងតែឲ្យគ្នាយើងទុក property ជាមួយនឹង layer ចូលមកជាមួយគ្នាបាទគឺដោយសារអីវា working ទន្ទឹមគ្នាណាបាទអឺlayer វាជាស្ទាប់ property គឺជាតម្លៃនៃ layer ហ្នឹងគឺបែរថាវាបោះតម្លៃឲ្យគ្នាទៅវិញទៅមកហើយវាភ្ជាប់មួយគ្នាងាយស្រួលនៅក្នុងការប្រើប្រាស់ដូចគ្នាដែរចឹងពីរនឹងមិនអាចចោលគ្នាបានទេណាមិនថា option នេះក៏ដោយក៏អ្នកគ្នាត្រូវយល់ពីវាដែរណាតែទៅមួយកន្លែងហ្នឹងចឹងបើសិនជាខ្ញុំយកមក brightness គឺខ្ញុំឡើង brightness ឃើញទេភ្លឺឆេះបាត់បាទរូបភាពហ្នឹងឃើញទេណាបាទអញ្ចឹងខ្ញុំយកតម្លៃ0ហើយ contrast បាទខ្ញុំទាញ contrast មកគេរូបភាពហ្នឹងចាប់តាមដិតឡើងមកណាឃើញដិតឡើងមកអញ្ចឹងវាចេញទៅពណ៌ផ្សេងមកវិញទៀតណាពណ៌ផ្សេងមកវិញទៀតតទៅទៀតខ្ញុំចូលមក layer នេះគឺតាក់ទិនមួយនឹង brightness ខ្ញុំចូលមក adjustment layer ទៀតខ្ញុំចូលមក level តែទៅមួយនឹង level គឺវាមានជាមួយទៅនឹង3 option របស់វាដែលវាឡើងមកតែទៅមួយនឹងការប្រើអញ្ចឹងអ្នកគ្នាអាចយក auto នេះក៏បានដែរនៅពេលអ្នកគ្នាចុច auto ឃើញនេះតែទៅជាមួយទៅនឹងការ setting របស់វាជាមួយទៅនឹង level ហ្នឹងគឺវាមានភាពខុសគ្នាទៀតបាទតម្លៃលេខអញ្ចឹងអ្នកគ្នាចង់ឲ្យមកដើមអ្នកគ្នាដាក់តម្លៃលេខ0មកបាទតោះណាបាទតម្លៃលេខ0មកវាចេញមកអីអូខេ emitter អស់ផ្សេងទៀតឃើញទេវាអត់លោតឲ្យ between នេះគេ 0.01 អញ្ចឹងខ្ញុំ control Z មកវិញណាហើយកន្លែងនេះមួយត្រូវហ៎បាទកន្លែងនេះបាន255ឃើញទេបាទអញ្ចឹងកន្លែង setting ហ្នឹងគឺអ្នកគ្នាទាញមើលទៅតាមជាក់ស្ដែងណារបស់អ្នកទាំងអស់គ្នាហ្នឹងដើម្បីវាល្អឲ្យវា symmetry ជាមួយនឹងអ្វីអ្នកគ្នាមើលគឺតាស្អាតដូចអ្នកគ្នាកែរូបទូរស័ព្ទអញ្ចឹងណាទៅមួយកន្លែង block lighting ហ្នឹងអញ្ចឹងបើសិនជាខ្ញុំចូលមកជាមួយទៅនឹង curve ទៀតបាទខ្ញុំនិយាយពី curve ម្ដងបាទនេះអខ្សែ curve ណាខ្សែ curve ហើយវាជាឃើញអ្នកនេះឃើញជាមួយចំណុចcurve កដាវាស្តៀងជាមួយនឹង pen tool ហ៎បាទ pen tool របស់យើងក៏វាដើរតួជា curve ដែរខ្សែ curve ឬមួយក៏ pass ហ្នឹងបាទក៏វាប្រហាក់ប្រហែលគ្នាដែរក៏ប៉ុន្តែវារបៀបក្នុងការប្រើគឺខុសគ្នាតោះណាបាទអញ្ចឹងនេះខ្ញុំចង់ឡើងពលឺខ្ញុំយកទាញ curve ឡើងពលឺអស់ចុះក្រោមឃើញទេ input output គឺវាតម្លៃលេខមាននៅក្នុងនឹងស្រាប់តោះណាបាទអញ្ចឹងបន្តមកទៀតខ្ញុំចូលមក exposure បាទ exposure គឺតេតិនមួយនឹងពលឺបាទ overall ទៅទាំងអស់វា cost អំពី brightness ណាបាទឃើញទេបាទ brightness កន្លែងណាភ្លឺយើងទាញមកវាភ្លឺហើយតោះណាបាទកន្លែងណាងងឹតក៏វារៀងឡើងភ្លឺដែរដូចនេះគឺ overall ទៅទាំងអស់ exposure អញ្ចឹងអ្នកគ្នាអាច check មើលជាក់ស្ដែងពេលដែលអ្នកកែរូបតោះណាបាទតមកទៀតខ្ញុំចូលមក adjustment layer តេតិនមួយនឹង color នេះខ្ញុំនឹងបង្ហាញគ្នាយើងនៅវីដេអូក្រោយដើម្បីឲ្យតន់ដើម្បីឲ្យស្រួលយល់អូខេ